តាមទីផ្សារវត្តមនីសាគរក្នុងចិត្តត្រេកអរសំដៅទៅភូមិកំណើតបាទបងប្អូននេះគឺជាចំការពោតកោះប្រាក់បាននៅកោះប្រាក់បងប្អូនស្អាតមែនទែនបងប្អូននេះខ្ញុំ zoom កាមេរ៉ាខ្ញុំ zoom ហើយទឹកទន្លេនៅកណ្ដាលអញ្ចឹងកោះប្រាក់នេះគឺវានៅកណ្ដាលទន្លេមេគង្គបងប្អូនបាទស្អាតមែនទែនបាទហើយនេះគឺជារមណីយដ្ឋានគៀនស្វាយក្រៅបងប្អូនដែលស្ថិតនៅក្នុងស្រុកគៀនស្វាយហើយនេះគឺជាដៃទន្លេមេគង្គបាទអញ្ចឹងគេមានចោះគេមានធ្វើខ្ទមឲ្យសម្រាប់បាទភ្ញៀវមកលេងកម្សាន្តបាទខ្ញុំបែរកាមេរ៉ាទាំងសងខាងស្ពានបងប្អូនបងប្អូនទស្សនាហើយនេះគឺជាផ្ទះអ្នកភូមិកោះប្រាក់បងប្អូនអញ្ចឹងកោះប្រាក់នេះគឺនៅកណ្ដាលទន្លេមេគង្គបាទគឺឆ្លងពីដៃទន្លេបន្តិចបានទៅដល់កោះប្រាក់ហ្នឹងបាទហើយកោះប្រាក់ហ្នឹងគឺភាគច្រើនគេដាំពោតហើយរកស៊ីដែរហើយនេះគឺជាកន្លែងកំពង់ចម្លងជីសាឡាងបាទនៅសាឡាងសសឆ្លងទៅត្រៃម្ខាងបាទនេះគឺជាទឹកទន្លេមេគង្គបងប្អូនបាទមេគង្គក្រោមបាទហូរទៅអ្នកលឿងព្រៃវែងស្វាយរៀងណាបាទជម្រាបសួរបងប្អូនបាទនេះគឺជាផ្លូវខ្ញុំចូលមកផ្លូវលំចូលមកក្នុងភូមិហើយគឺខ្ញុំជិះកំសាន្តទៅលេងកោះប្រាក់ម្ដងបងប្អូនបាទអញ្ចឹងកោះប្រាក់គឺយើងជិះតាមផ្លូវលំហើយយើងបត់តាមខ្លោងទ្វារវត្តកោះប្រាក់នេះមកបាទទៅមុខទៀតយើងនឹងឆ្លងស្ពានដែកមួយបាទបាទនេះគឺស្ពានដែកនេះបងប្អូនបាទហើយកន្លែងនេះគឺជារមណីយដ្ឋានគៀនស្វាយក្រៅបងប្អូនបាទដែលគេធ្វើខ្ចោះធ្វើអីហ្នឹងគឺកន្លែងហ្នឹងគេមានសម្រាប់លក់ម្ហូបអាហារចំណីអាហារបងប្អូនណាមកកំសាន្តពេលថ្ងៃសៅរ៍អាទិត្យនេះអ្នកភ្នំពេញគេឈប់ពីការគេមកលេងកំសាន្តគេមកដេកលេងហ្នឹងទៅញ៉ាំអាហារហ្នឹងមានចងរឹងមកមានបាយមានម្ហូបហើយមានជិះទូកលេងទៀតផងដែរបាទអញ្ចឹងខាងមុខហ្នឹងគឺជាកោះប្រាក់ណាបងប្អូនបាទហើយនេះគឺជាដៃទន្លេមេគង្គបងប្អូនដៃទន្លេណាហើយទឹកថ្លាឡើងខ្មៅនេះមិនមែនខ្មៅស្អុយគឺមានន័យថាវាជ្រៅទឹកហ្នឹងបាទទឹកថ្លាទេតែយើងមើលទៅឃើញខ្មៅមានន័យថាវាជ្រៅនេះខ្ញុំបែរទៅខាងនេះស្ពានបងប្អូនបានទស្សនាឃើញទាំងអស់បាទបាទអញ្ចឹងខ្ញុំធ្វើដំណើរទៅមុខទៀតបាទខ្ញុំសំដៅទៅកោះប្រាក់បាទមុខនេះហើយគឺកោះប្រាក់បាទបាទអញ្ចឹងអ្នកភូមិកោះប្រាក់ផ្ទះភូមិរបស់គេគឺនៅខាងមុខបងប្អូនបាទប្រហែលជាកន្លះគីឡូទៀតដល់ហើយកោះប្រាក់នេះគឺគេសម្បូរដាំពោតបងប្អូនបាទនេះគឺដីដែលគេភ្ជួររាស់រួចហើយដីនេះគឺជាដីជីវជាតិល្អមែនទែនបងប្អូនដោយសារវានៅកណ្ដាលទន្លេពេលខែទឹកឡើងមកវាឡើងមកខ្ពស់ដែរតែវាអត់ដេចកោះហ្នឹងទេណាហើយទឹកឡើងគឺនាំមកនៅជីវជាតិច្រើនបាទជីវជាតិច្រើនអញ្ចឹងបានភូមិហ្នឹងមានអំណោយផលក្នុងការធ្វើកសិកម្មបាទបាទនេះយើងដល់ភូមិគេណាបាទអញ្ចឹងម្ដុំនេះសម្បូរផ្ទះបុរាណខ្មែរយើងច្រើនបាទក្បឿងលើបាទឈើក្រោមបាទ
និយាយទៅអ្នកភូមិកោះប្រាក់នេះក៏មិនខុសពីអ្នកនៅខាងក្រៅកោះដែរបាទមានលក់ដូរដូចតែគ្នាហ្នឹងបងប្អូនបាទលក់ដូរទឹកសុទ្ធភេសជ្ជៈម្ហូបចំណីអាហារផ្សេងដូចតែគ្នាបងប្អូនបាទបាទផ្ទះនេះចាស់ច្រើនបងប្អូនបាទបាទកន្លែងនេះគឺជាចំការស្វាយបងប្អូនបាទចឹងនៅលើកោះប្រាក់នេះខ្ញុំបានជិះឃើញទៅមានតែចកាពោតចកាលហុងចកាស្វាយដាំស្វាយមិនសូវមានច្រើនទេហើយនឹងចេកដែរបាទចេកក៏មិនសូវមានច្រើនដែរបាទបងប្អូនអញ្ចឹងផ្លូវទៅមុខយើងនឹងដល់ទន្លេមេគង្គដល់កំពង់ចម្លងឆ្លងសាឡាងជីសាឡាងឬក៏គេហៅថាសាឡង់ឬក៏សាឡាងបាទនេះមកដល់នេះហើយបាទសខាងមុខនោះគឺជាសាឡាងអីបាទដែលឆ្លងពីកោះប្រាក់ទៅត្រើយខាងនោះហើយនោះគឺជាទឹកទន្លេមេគង្គបងប្អូនដែលហូរទៅអ្នកលឿងហូរទៅព្រៃវែងស្វាយរៀងណាគេហៅទន្លេមេគង្គក្រោមបាទនេះខ្ញុំបកទៅក្រោយវិញបងប្អូនហើយខ្ញុំជិះទៅតាមវត្តកោះប្រាក់ម្ដងបាទបាទនេះមកជួននេះផ្ទះចាស់ច្រើនបាទផ្ទះសល់ពីបុរាណច្រើនបាទនេះខ្ញុំបត់ឆ្វេងនេះម្ដងបាទអញ្ចឹងខ្ញុំជីតាមទៅកាត់ភូមិគេផងកាត់ចកាពោតផងចកាលហុងផងបាទលក់ដូរដូចតែគ្នាបាទដូចតែអ្នកខាងក្រៅកោះដែរបាទនិយាយទៅជីវភាពគេនេះគឺខ្ញុំអត់ដឹងច្បាស់ទេយើងមិនអាចមើលខាងក្រៅភ្នែកយើងបកស្រាយបានណាបងប្អូនបាទបាទនេះគឺជាខ្លោងទ្វារឬក៏របងវត្តកោះប្រាក់បងប្អូនបាទនេះខាងក្នុងហ្នឹងណាបាទនេះគឺជាចំការដែរប៉ុន្តែខ្ញុំមិនដឹងចំការអីទេចំការលហុងបាទការលហុង
នេះជាការពោតបងប្អូនបាទវែងណាជាការពោតបាទទឹកក្រោយឆ្ងាយណាបាទដីនេះគឺដីជីវជាតិល្អបងប្អូនបាទនេះជាការជាការពោតដែរបាទបាទនេះដើមស្វាយបងប្អូននៅផ្លែស្វាយបាទផ្ទះនេះមានចំគោដែរបាទ3ក្បាលដែរបាទផ្ទះនេះចំគោដែរបាទអញ្ចឹងនេះគឺជាចំការពោតនៅកោះប្រាក់បងប្អូនបាទគឺវែងណាវែងដាច់កតុយភ្នែកបាទចំការពោតនេះនិយាយទៅនៅភូមិនេះគឺគេដាំពោតជាប្រចាំរហូតមួយឆ្នាំទៅមួយឆ្នាំគឺដាំពោតរហូតបាទនិយាយទៅគេនេះជាការលហុងបងប្អូនបាទគេដាំពោតហើយអញ្ចឹងគេបេះផ្លែបេះឲ្យវាកាច់ពោតកាច់អីហើយគេដាំទៀតបាទនេះពោតបងប្អូនបាទនេះជាការពោតទៀតបាទនេះជាការពោតដែរតែពោតវាខ្លីៗពោតនៅតូចបាទនេះជាការពោតបាទខ្ញុំថត zoom មកថតពីចម្ងាយបាទស្អាតមែនទែនបងប្អូនមើលមកផ្លេតដូចវាស្រែអញ្ចឹងបាទហើយទឹកដៃទន្លេเป็นអូណាហ្នឹងដូចដៃទន្លេព្រោះកោះប្រាក់នេះវានៅកណ្ដាលទន្លេបាទហើយវាខែវស្សាទៅទឹកឡើងលិចអត់អស់ទេលិចខ្លះអញ្ចឹងវានាំជីវជាតិមកជារាល់ឆ្នាំរហូតបាទស្អាតមែនទែនបាទនេះកន្លែងដដែលតែនេះខ្ញុំអត់ zoom ទេបាទខ្ញុំថតកាមេរ៉ាធម្មតាបាទបងប្អូនបានមើលបាទអញ្ចឹងអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទខ្ញុំបាទភិរ៉ាបាទសូមអរគុណសូមជម្រាបលាបាទ